បានវាសួរបងប្អូនមកគ្នាថ្ងៃនេះថ្ងៃទី24ខែ2ឆ្នាំ2026ឃើញថាតម្លៃហាងឆេងមីក្នុងថ្ងៃនេះគឺបានចុះមកវិញបាទបានចុះវិញច្រើនមែនទែនគឺ100លេខជាងហើយគឺបើកផ្សារមកគឺចុះមកតែម្ដងបាទអញ្ចឹងរយៈពេលប្រហែលថ្ងៃមុនគឺថាវាទំនោរវា up trend ឡើងបាទយើងមើលក្នុង time frame តូចគឺ up trend ឡើងអញ្ចឹងថ្ងៃនេះគឺបើកផ្សារមកវាចាប់ផ្ដើមចង់បកក្បាលមកវិញហើយបងប្អូនអញ្ចឹងគឺយើងគូ trend line បាទគូ trend line វាមកគឺវាបាន break trend line ហើយណាក្នុង time frame 15នាទីនិង30នាទីអញ្ចឹងវាបាន break trend line ហើយបាទនៅពេលដែលវាបើកផ្សារមកនេះបើកផ្សារមកគឺវាបន្តការចុះមករហូតបាទចុះមករហូតអញ្ចឹងវាអាចឡើងទៅវិញតិចតួចទេវានឹងបន្តការចុះមកវិញទៀតអញ្ចឹងក្នុងថ្ងៃនេះខ្ញុំគិតថាវាអត់ up trend ទៅលើទៀតទេបាទអញ្ចឹងបងប្អូនអាចជួញដូរក្នុងទម្រង់ sideways បាទនៅក្នុង support និង resistance បាទអញ្ចឹង support វាresistance វាគឺនៅក្នុងតម្លៃនេះបងប្អូនណាបាទក្នុងតម្លៃនេះអញ្ចឹងមើលក្នុង time frame 15នាទី resistance ចុងក្រោយរបស់វាគឺនៅ0ហ្នឹងអញ្ចឹងបងប្អូនអាចបាទតំបន់0ហ្នឹងឬក៏តំបន់ support នេះបងប្អូនអាចធ្វើការជួញដូរបានអាច sell បានតម្លៃអស់នឹងបានណាបងប្អូននៅពេលដែលវាឡើងវា confirm bullish bearish engulfing មកវិញមកបងប្អូនអាចធ្វើការ sell មកវិញបានអញ្ចឹងចំណុចនេះបងប្អូនកុំទាន់អាន sell បាទចាំឲ្យវាឡើងដល់ជួលតំបន់នេះសិនបានតំបន់0 resistance នេះសិនបងប្អូនអាចធ្វើការ sell វិញបានហើយបងប្អូនហើយចំពោះការ buy យើងមាន2តំបន់ដែរណាដោយសារតែថ្ងៃនេះប្រភពនេះវាចូលបាន100លេខហើយអញ្ចឹងវាអាចនឹង sideways អាចយកបន្តការចូលមកទៀតអញ្ចឹងតំបន់ដែលល្អក្នុងការរងចាំទិញគឺនៅតម្លៃ5130បាទ5130ដល់5120គឺចន្លោះ0 10លេខហ្នឹងបងប្អូនអាចទិញនៅនឹងបានមួយគ្រាប់ហើយបាទព្រឹកមិញយើង signal ក្នុងក្រុមយើងបានទិញបានមួយគ្រាប់ដែរនៅតំបន់0នេះអញ្ចឹងនៅពេលបកឡើងនេះយើង clear position មួយហើយអញ្ចឹងយើងរងចាំតម្លៃល្អទៀតគឺថាវាឡើងដល់តំបន់ resistance នេះទើបយើងអាចធ្វើការ sell មកវិញបានណាហើយបើយើង sell នៅតំបន់នេះក៏យើងត្រូវដាក់ stop loss នៅខាងលើនេះដែរណាគឺវា break បន្តទៀតហេតុផលដោយសារតែយើងមើលតាម trend line ទៅវាបាន break trend line ហើយនេះវាចាប់ដើម pull back វិញជាការ pull back វាអាចនឹងទទួលនឹង trend line អាចនឹងទទួលនឹង support កន្លែងនេះវិញបងប្អូនអាចទទួលនឹងវិញតែបើតំបន់នេះពីរនេះវាមិនសូវល្អដូចតំបន់ resistance នេះតំបន់ resistance នេះគឺល្អទំនុកចិត្តខ្ពស់ជាងក្នុងការយើងចូល sell បើសិនជាយើងអត់ដាក់ stop loss ក៏យើងអាច hold បានដែរណាទៅ0នេះបាទហេតុផលដែលយើងដោតលើការ sell ក្នុងថ្ងៃនេះដោយសារតែក្នុង time frame 4ម៉ោងវាបានបញ្ចប់ swing បាទកន្លែងនេះគឺវាបានបញ្ចប់ swing high របស់វាកន្លែងនេះគឺមក swing high វាបានបញ្ចប់ហើយដោយសារឃើញបកគោល1 2 3នេះអានេះ bullish engulfing អានេះ high បាទបញ្ចប់នៅកន្លែង low នេះវិញអញ្ចឹងបកគោល4ម៉ោងនេះវាអាចឡើងទៅដល់0ដល់ហ្នឹងបាទដល់0ដល់ហ្នឹងវានឹងសដកមកវិញហើយអញ្ចឹងក្នុងតម្លៃចន្លោះ0ហ្នឹងបាទនៅតំបន់ support នេះអញ្ចឹងបងប្អូនអាច skip sell លេខបានហើយដាក់ stop loss ខាងលើនឹងមកណាបងប្អូនក្នុង time frame 1ម៉ោងបាទ1ម៉ោងក៏វាជាសញ្ញាមួយដែរណាបងប្អូនអញ្ចឹងបងប្អូនអាចរងចាំឱកាសល្អដល់តម្លៃល្អយើងមកចូលតំបន់ resistance តម្លៃ5237 5240បាទ0នេះគឺបងប្អូនអាចធ្វើការ sell ហើយតំបន់ buy គឺយើងមាន2តំបន់នៅពេលដែលវាបាទចុះមកដល់តំបន់អស់ហ្នឹង0នេះបងប្អូនអាចទិញនេះបានមកគ្រាប់ទៀតបាទចំណេញមុនបងប្អូនអាច clear ផលចំណេញសិនទៅហើយបើសិនវា break មកកន្លែងនេះបន្តទៀតបងប្អូនទិញមកទៀតបាទអញ្ចឹងយើងទិញនៅតម្លៃថោកបាទយើងទិញនៅតម្លៃទាបគឺយើងមានឱកាសក្នុងការលក់វិញចេញយើងចំណេញហើយបាទអត់តែយើងទិញថោកទៅលក់វិញចំណេញហើយអញ្ចឹងបងប្អូនអាចរងចាំបានគឺយើងរងចាំ3តំបន់ហ្នឹងមកបាទរងចាំ3តំបន់ហ្នឹងមកដើម្បីរងចាំទិញលក់ក្នុងថ្ងៃទី24នេះបាទគឺតំបន់ទិញគឺមាន2តំបន់លក់មាន1តំបន់អញ្ចឹងវិភាគតាមបច្ចេកទេស technical ក្នុងថ្ងៃនេះគឺមានប៉ុណ្ណឹងសម្រាប់បងប្អូនដែលចង់រៀនបច្ចេកទេសវិភាគឬក៏ចង់រៀនពីមូលដ្ឋានគ្រឹះបន្ថែមទៀតអាចតាក់ទងខ្ញុំតាម Telegram យើងអាចណាត់ជួបគ្នារៀនផ្ទាល់ជាមួយគ្នាបានជួបគ្នានៅក្រុមហ៊ុនក៏បានជួបនៅក្រៅក៏បានដែរបងប្អូនចង់ចេះចង់រៀនពិតប្រាកដណាបងប្អូនហើយសម្រាប់ព័ត៌មានបាទព័ត៌មាននៅក្នុងថ្ងៃនេះគឺអត់មានព័ត៌មានសំខាន់ទេគឺព័ត៌មានធម្មតាដែរទេដែលគាត់នេះព័ត៌មានទាក់ទងvới SOMC បាទ speaking អញ្ចឹងនេះក៏អាចប្រែប្រួលដែរបាទអញ្ចឹងបងប្អូនអាចរងចាំក្នុងការតំបន់ល្អនេះទៅដោយសារតែវាចុះមកជួយលេខចេះចុះបន្តទៀតនេះគឺបាទ120លេខអញ្ចឹងតំបន់ហ្នឹងអាចទិញខ្លីៗបានដែរបងប្អូនណាបាទអូខេបងប្អូនអរគ្នាអញ្ចឹងជូនពរបងប្អូនអរគ្នាឲ្យទទួលបានផលចំណេញទាំងអស់គ្នាណាបងប្អូនអរគុណជម្រាបលា